យល់អំពីច្បាប់ថ្ងៃនេះខ្ញុំសូមយកប្រធានបទទាក់ទងទៅនឹងប្រភេទនៃទោសដោយយោងទៅតាមមាត្រា1នៃក្រមព្រហ្មទណ្ឌបានចែងថាច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើសចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសនិងកំណត់ទោសព្រមទាំងបែបបទនៃការអនុវត្តទោសការបកស្រាយពីប្រភេទនៃទោសនេះគឺត្រូវបកស្រាយពីប្រភេទនៃទោសដែលអនុវត្តចំពោះរង្វាន់បុគ្គលនិងទោសដែលអនុវត្តចំពោះនីតិបុគ្គលដោយសារបុគ្គលទាំងពីរនេះមានការកំណត់ទោសខុសគ្នាចំពោះប្រភេទនៃទោសដែលអនុវត្តចំពោះរង្វាន់បុគ្គលគឺយើងបានបែងចែកចេញជា2គឺទោសអនុវត្តចំពោះរង្វាន់បុគ្គលជានីតិជននិងទោសអនុវត្តចំពោះរង្វាន់បុគ្គលដែលជាអនីតិជននៅក្នុងទោសដែលអនុវត្តចំពោះរង្វាន់បុគ្គលដែលជានីតិជនគឺយើងបានបែងចែកចេញជា3ប្រភេទទី1គឺមូលទោសទី2គឺទោសបន្ថែមនិងទី3គឺទោសជំនួសចំពោះទី1ទាក់ទងទៅនឹងមូលទោសដោយយោងទៅតាមមាត្រា43នៃទោសរួមមានទោសដាក់ពន្ធនាគារនិងទោសពិន័យជាប្រាក់ការពិន័យត្រូវគិតជាប្រាក់រៀលកាលបើបទល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារច្បាប់កំណត់អំពីអបបមានិងអតិបមានៃទោសដាក់ពន្ធនាគារកាលបើបទល្មើសត្រូវផ្តន្ទាទោសពិន័យច្បាប់កំណត់ពីអបបមានិងអតិបមានៃទោសនៃចំនួនទឹកប្រាក់ពិន័យដែលត្រូវទទួលបន្ថែមពីនេះអបបរមានិងអតិបរមានៃទោសដាក់ពន្ធនាគារនិងការពិន័យជាប្រាក់អាចបន្ថែមឬក៏បន្ថយនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាន័យសាមញ្ញទោសដាក់ពន្ធនាគារគឺជាទោសគុកចំណែកឯទោសពិន័យគឺទោសពិន័យជាប្រាក់ដែលត្រូវបង់ចូលថវិការដ្ឋទោសដាក់ពន្ធនាគារនេះអាស្រ័យទៅតាមប្រភេទនៃបទល្មើសដែលក្នុងនោះបទល្មើសមាន3ប្រភេទគឺបទឧក្រិដ្ឋបទមជ្ឈិមហើយនិងបទលហុហើយនិយមន័យនៃបទល្មើសមានចែងនៅក្នុងក្រមព្រហ្មទណ្ឌពាក់ព័ន្ធទៅនឹងការគណនាអំពីធិរវេលានៃទោសដាក់ពន្ធនាគារគឺទោសដាក់ពន្ធនាគារ1ថ្ងៃត្រូវគិត24ម៉ោងទោសដាក់ពន្ធនាគារ1ខែត្រូវគិត30ថ្ងៃទោសដាក់ពន្ធនាគារលើសពី1ខែត្រូវគិតទៅតាមចំនួនថ្ងៃជាក់ស្ដែងដែលមាននៅក្នុងខែនោះទោសដាក់ពន្ធនាគារ1ឆ្នាំត្រូវគិត12ខែបន្ថែមពីនេះជាគោលការណ៍ទណ្ឌិតដែលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ឬក៏បទដ្ឋានគតិយុត្តបានកំណត់ត្រូវតែដោះលែងឲ្យមានសេរីភាពនៅមុនថ្ងៃឈប់សម្រាកនោះទាក់ទងទៅនឹងធរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នត្រូវគិតបញ្ចូលទាំងស្រុងនៅក្នុងធរវេលានៃទោសដាក់ពន្ធនាគារដែលត្រូវទទួលអញ្ចឹងទី2គឺទោសបន្ថែមទោសបន្ថែមដែលអនុវត្តចំពោះនីតិជនមានចំនួន19ចំណុចដែលមានចែងនៅក្នុងមាត្រា53នៃក្រមព្រហ្មទណ្ឌដូចជាការដកសិទ្ធិខ្លះជាពលរដ្ឋឬក៏ការព្យួរលិខិតបើកបរជាដើមទាក់ទងទៅនឹងទោសបន្ថែមនឹងអាចប្រកាសទៅបានលុះត្រាតែទោសនេះត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋបទមជ្ឈិមឬក៏បទលហុដែលត្រូវចោទប្រកាន់អញ្ចឹងមានន័យថានៅក្នុងបទល្មើសនោះមានចែងច្បាស់លាស់ថាមានទោសបន្ថែមឧទាហរណ៍មាត្រា422មានចែងពីទោសបន្ថែមប៉ុន្តែទោសបន្ថែមនេះអាចប្រកាសក៏បានមិនប្រកាសក៏បានលើកឡើងតែច្បាប់ចែងយ៉ាងជាក់លាក់ទោសបន្ថែមនេះត្រូវប្រកាសជាកាតព្វកិច្ចចំពោះទោសបន្ថែមដែលមានក្នុងចំណុច1 2 3 4 5និង7នៃមាត្រា53ត្រូវអនុវត្តនៅពេលដែលផុតទោសពន្ធនាគារលើកឡើងតែមានសេចក្តីសម្រេចផ្ទុយរបស់តុលាការអញ្ចឹងទី3គឺទោសជំនួសទោសជំនួសត្រូវបានបែងចែកចេញជា2គឺទី1ទោសការងារសហគមន៍និងទោសស្តីបន្ទោសទោសការងារសហគមន៍គឺសំដៅដល់ការណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារដែលអតិបមាតិចជាងឬក៏ស្មើនឹង3ឆ្នាំតុលាការអាចប្រកាសទោសការងារសហគមន៍បានទោសការងារសហគមន៍ជាកាតព្វកិច្ចត្រូវបំពេញក្នុងធរវេលាចន្លោះពី30ម៉ោងទៅ200ម៉ោងនៅការងារគ្មានកម្រៃជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិឬនីតិបុគ្គលនៃនីតិសាធារណៈផ្សេងទៀតដល់សមាគមឬក៏អង្គការមិនមែនរដ្ឋាភិបាលប៉ុន្តែនៅក្នុងករណីទាំងអស់ការងារសហគមន៍មិនអាចបំពេញជាប្រយោជន៍នៃរង្វាន់បុគ្គលទេ
ការងារសហគមន៍ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារជាអាតការងារនៅពេលយប់អនាម័យសន្តិសុខហើយនឹងការងារស្ត្រីការងារសហគមន៍អាចត្រួតគ្នាបានជាមួយនឹងការអនុវត្តសកម្មភាពវិជ្ជាជីវៈករណីដែលតនដិតនៅក្នុងពេលដែលកំពុងអនុវត្តការងារសហគមន៍រដ្ឋត្រូវតែចេញសហយជួសជុលការខូចខាតដែលបង្កដល់អ្នកដទៃហើយរដ្ឋត្រូវតែធ្វើឧបាទេសកម្មដោយពេញច្បាប់ទៅក្នុងសិទ្ធិជនរងគ្រោះចំពោះទោសស្តីបន្ទោសវិញការបញ្ជាជាប់ចោទរងទោសដាក់ពន្ធនាគារដែលមានអតិបរមាតិចជាងឬក៏ស្មើនឹង3ឆ្នាំតុលាការអាចប្រកាសស្តីបន្ទោសបើសិនមានគ្រប់លក្ខខណ្ឌទាំង3ដូចជា 1. ភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់ទី 2. ការខូចខាតត្រូវបានជួសជុលរួចហើយនិងទី 3. ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញឈានចូលដល់ចំណុចមួយទៀតគឺទោសអនុវត្តចំពោះរូបវន្តបុគ្គលជានីតិជននៅក្នុងទោសដែលអនុវត្តចំពោះរូបវន្តបុគ្គលជានីតិជនគឺមាន3ប្រភេទដូចគ្នាទី1គឺមូលទោសទី2គឺទោសបន្ថែមនិងទី3គឺទោសជំនួសចំពោះមូលទោសដោយយោងទៅតាមមាត្រា160កាលណាតុលាការសម្រេចផ្តន្ទាទោសព្រហ្មទណ្ឌទៅលើនិច្ចជនអាយុចាប់ពី14ឆ្នាំឡើងទៅមូលទោសលើបទល្មើសដែលចោទប្រកាន់ត្រូវបន្ថយក្នុងលក្ខខណ្ឌដូចជាទី1អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក្យកណ្ដាលទី2បើអតិបរមានៃទោសនោះជាទោសដាក់ពន្ធនាគារអស់មួយជីវិតអតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ20ឆ្នាំទី3អបបមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក្យកណ្ដាលកាលបើអបបមាលើសពី1ថ្ងៃទី4អបបមានិងអតិបរមានៃទោសដាក់ពន្ធនៃទោសពិន័យជាប្រាក់ត្រូវបន្ថយពាក្យកណ្ដាលក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋបើសិនបទបញ្ញត្តិនៃមាត្រានេះមានអនុភាពបន្ថយអតិបមានៃទោសដាក់ពន្ធនាគារមកត្រឹមថេរវេលា1ស្មើឬក៏តិចជាង5ឆ្នាំនោះបទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែលអនិច្ចជនក៏អាចទទួលបានស្ថានសម្រាប់ទោសផងដែរនៅក្នុងលក្ខខណ្ឌដូចដែលមានចែងនៅក្នុងមាត្រា164នៃក្រមព្រហ្មទណ្ឌឈានចូលទៅដល់ទោសបន្ថែមសម្រាប់អនិច្ចជនទោសបន្ថែមមានតែ5ចំណុចប៉ុណ្ណោះដោយដែលមានចែងនៅក្នុងមាត្រា161នៃក្រមព្រហ្មទណ្ឌចំពោះទោសជំនួសចំពោះអនិច្ចជនទោសការងារសហគមន៍អាចអនុវត្តចំពោះតែអនិច្ចជនដែលមានអាយុយ៉ាងតិចនឹង16ឆ្នាំហើយថេរវេលានៃការងារគឺមិនអាចលើសពី100ម៉ោងបានទេទោសការងារសហគមន៍ត្រូវតែសម្របសម្រួលទៅលើអនិច្ចជនមានលក្ខណៈជាការបណ្ដុះបណ្ដាលនិងសម្រួលទៅដល់ការបញ្ជូនខ្លួនទៅរស់នៅក្នុងសង្គមវិញបន្ថែមពីនេះចំពោះទោសស្តីបន្ទោសវិញអនុវត្តដូចគ្នានឹងបទបញ្ញត្តិដែលមានចែងចំពោះនីតិជនដែលបានបកស្រាយនៅខាងលើមួយវិញទៀតតកតងទៅនឹងបញ្ញត្តិស្តីពីការមិនរៀងចាលមិនអនុវត្តទៅលើនីតិជនទេហើយកាតព្វកិច្ចដោយឡែកក្នុងករណីដែលព្យួរទោសសាកល្បងអនុវត្តតាមមាត្រា165អនិច្ចជនដែលជាប់ពន្ធនាគារត្រូវឃុំខ្លួននៅទីកន្លែងពិសេសខណ្ឌដាច់ពីនីតិជនអនិច្ចជនគឺត្រូវស្ថិតនៅក្រោមរបបដោយឡែកជាឯកតបុគ្គលដែលជាកន្លែងសម្រាប់អប់រំនិងបណ្ដុះបណ្ដាលហើយរបបឃុំឃាំងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធខ្ញុំសូមឈានទៅដល់ប្រភេទនៃទោសដែលអនុវត្តចំពោះនីតិបុគ្គលទោសដែលអនុវត្តចំពោះនីតិបុគ្គលមានតែ2ប្រភេទប៉ុណ្ណោះគឺមូលទោសនិងទោសបន្ថែមចំពោះមូលទោសសម្រាប់នីតិបុគ្គលទោសពិន័យដែលជាប្រភេទនៃទោសតែមួយប៉ុណ្ណោះដែលអាចអនុវត្តបានមានន័យថាទោសដាក់ពន្ធនាគារមិនអាចអនុវត្តចំពោះនីតិបុគ្គលបានទេឧទាហរណ៍មាត្រា277នៃក្រមព្រហ្មទណ្ឌចំពោះទោសបន្ថែមគឺ
ផ្អែកទៅតាមមាត្រា168នៃក្រមព្រហ្មទណ្ឌទៅបន្ថែមដែលអនុវត្តចំពោះនីតិបុគ្គលមានតែ14ចំណុចតែប៉ុណ្ណោះទៅបន្ថែមអាចនឹងប្រកាសដោយតុលាការបើសិនទោសនេះត្រូវបានចែងយ៉ាងជាក់លាក់ចំពោះបទល្មើសដែលចោទប្រកាន់ដោយឡែកយោងតាមមាត្រា182បទបញ្ញត្តិនៃមាតិកាទី1មាតិកាទី2និងមាតិកាទី3នៃគន្ថៃទី1នៃក្រមព្រហ្មទណ្ឌដែលទាក់ទងទៅនឹងរូបវ័ន្តបុគ្គលត្រូវអនុវត្តទៅលើនីតិបុគ្គលក្នុងកម្រិតដែលបទបញ្ញត្តិនេះមិនផ្ទុយជាមួយទៅនឹងបទបញ្ញត្តិនៃជំពូកទី7នៃក្រមព្រហ្ម